បងប្អូនអរគ្នាបើយើងនិយាយថាប្រភេទត្បូងធម្មជាតិចេញសឹងតែគ្រប់ប្រទេសនៅលើពិភពលោកហើយគ្រាន់តែថាគេទទួលស្គាល់ប្រទេសដែលមានត្បូងច្រើនជាងគេគឺនៅខាងទឹកដីអាហ្វ្រិកាហើយបើនៅស្រុកខ្មែរយើងភាគច្រើនគឺយើងឲ្យតម្លៃត្បូងនៅខាងខេត្តបៃលិនជាប្រភេទត្បូងទទឹមឬក៏ត្បូងកណ្ដៀងឬក៏បងប្អូនស្គាល់ថាជាប្រភេទត្បូងប៊ុតដែលឥឡូវនេះយើងហៅថា Yellow Sapphire ហ្នឹងណាបងប្អូនអរគ្នាប៉ុន្តែមួយគ្រាប់នេះគឺជាប្រភេទត្បូងទទឹមមួយគ្រាប់នេះគឺចេញនៅដីអេត្យូពីណាបងប្អូនអរគ្នាបើថាពណ៌ផងគេក៏ក្រហមដូចគ្នាដែរបើយើងមើលមួយផ្លេតមកគឺចង់ដូចផាត់បបៃលិនយ៉ាងដែរហើយបើយើងសិក្សាពីកម្រិតនៃភាពរឹងគឺកម្រិតរឹងស្មើទៅនឹង9ចុចដូចគ្នាត្បូងមួយគ្រាប់នេះទម្ងន់របស់គេគឺ4ការ៉ាត់ចុច43បងប្អូនអរគ្នាគឺល្មមសម្រាប់ធ្វើខ្នាតជៀនហើយបើយើងធៀបថាតម្លៃវិញណាប្រសិនបើយើងធៀបជាមួយនឹងបបៃលិន4ការ៉ាត់ជាងនេះប្រហែលចូល30000ជាងទៅ40000ប៉ុន្តែត្បូងមួយគ្រាប់នេះតម្លៃត្រឹមតែ10000ជាងទេណាបងប្អូនអរគ្នាល្មមសម្រាប់ប្រើប្រាស់បងប្អូនឆ្លាញ់អាចធ្វើការកម្មង់បានអរគុណ